គុំអនុញ្ញាតឲ្យនរណាម្នាក់មកធ្វើបាបយើងឡើយចូលគុំអនុញ្ញាតឲ្យនរណាម្នាក់មកធ្វើបាបនិងជិះជាន់យើងតាមអំពើចិត្តរបស់គេសោះឡើយមិនថានរនោះជានរណាក៏ដោយគុំបណ្ដោយឲ្យអកប្បកិរិយារំលោភបំពានកុហកបោកប្រាស់របស់គេបំពានចំពោះយើងម្ដងហើយម្ដងទៀតបែបនោះអីតម្លៃគឺនៅនឹងខ្លួនយើងមិនចាំបាច់ទៅប្រាប់ឲ្យគេដឹងថាយើងល្អឬមិនល្អនោះឡើយបើថ្ងៃណាមួយគេមើលឃើញពីតម្លៃយើងគេនឹងយល់ដោយខ្លួនឯងខ្ញុំគ្មានអារម្មណ៍ថាខ្លួនឯងមាននរណានោះទេរាល់ពេលចិត្តធ្លាក់ចុះម្ដងខ្ញុំមានតែដៃម្ខាងដើម្បីអោបដៃម្ខាងទៀតខ្ញុំមិនដែលទទួលបាននូវការអោបដ៏កក់ក្ដៅអំពីនរណាម្នាក់ឡើយ